ចូលឆ្នាំថ្មីខ្មែរប្រុសស្រីឆាប់រួនរាំងរៀបចំទាំងចាំទទួលទេវតាឆ្នាំថ្មីអ្នកស្រុកស្រែអ្នកទីក្រុងកុំបងផងអីចូលឆ្នាំ3ថ្ងៃយ៉ាងជួបជុំគ្នា មហាសង្ក្រាន្តឆ្នាំមមីអត្តស័កពុទ្ធសករាជ 2570 គ្រិស្តសករាជ 2026 មហាសករាជ 1948 ចលសករាជ 1388 សុភមស្តុវរមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន 2569 ត្រឹមថ្ងៃសុក្រ 15 កើត ខែពិសាខលុះដល់ថ្ងៃសៅរ៍ 1 រោច ខែពិសាខឆ្នាំមមីអត្តស័កតទៅចុះពុទ្ធសករាជ 2570 និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលមកដល់នៅក្នុងថ្ងៃអង្គារ 12 រោច ខែចែកត្រូវនៅថ្ងៃទី 14 ខែមេសា គ្រិស្តសករាជ 2026 វេលាម៉ោង 10:48 នាទី ពេលនោះព្រះអាទិត្យចេញពីមីនៈឫស្សីទៅស្ថិតនៅឯមេសៈឫស្សីតាមផ្លូវគូវិថីគឺផ្លូវកណ្ដាលទៅមានទេវធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមរិក្ខសាទេវីជាបុត្រីទី 3 នៃកបិលមហាព្រំគង់នៅចតុមហារជ្ជកាទ្រង់អំពរពណ៌ខ្មៅលំអរនៅព្រះការដោយសិទ្ធឈុអភរណៈកែវមនោរាភៈសាហាទ្រង់លោហិតឈាមប្រហោះស្ដាំទ្រង់ធ្នូប្រហោះឆ្វេងទ្រង់ត្រីសូគង់ឈរបើកព្រះនេត្រលើក្នុងមនុម័យសេះជាមគ្គពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មលីនាទីភ្នំកេលេសខេត្តហេមពៀនដែលជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រំដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន 60 នាទីទើបនាំយកមកតម្កល់ទុកកន្លែងដើមវិញ ថ្ងៃអង្គារ 12 រោច ខែចែកត្រូវនៅថ្ងៃទី 14 ខែមេសា គ្រិស្តសករាជ 2026 វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំវរមហាសង្ក្រាន្តថ្ងៃពុធ 13 រោច ខែចែកត្រូវនៅថ្ងៃទី 15 ខែមេសា គ្រិស្តសករាជ 2026 ជាថ្ងៃវរវណ្ណបតថ្ងៃប្រហ័ស 14 រោច ខែចែកត្រូវនៅថ្ងៃទី 16 ខែមេសា គ្រិស្តសករាជ 2026 វេលាម៉ោង 14:40 នាទីនិង 12 វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត 3 ថ្ងៃស្រេចបរិបូរណ៍ជាសកលឆ្នាំមមីអត្តស័កមហាសករាជ 1948 ចលសករាជ 1388 តទៅ